ពេលវេលារបស់មនុស្សម្នាក់ដើរខុសគ្នាខ្ញុំធ្លាប់ឮពីអាម៉ាតគេនិយាយថាដើម្បីឲ្យមនុស្សម្នាក់អាចនឹងទៅធ្វើអ្វីមួយឬក៏ដើម្បីទៅផ្លាស់ប្ដូរអ្វីមួយគឺមានពីរចំណុចទី1គេចង់ផ្លាស់ប្ដូរគេចង់កែប្រែទី2គេអត់ជំរឿគេត្រូវតែធ្វើបើសិនជាមនុស្សណាម្នាក់ដែលមិនទាន់មានការផ្លាស់ប្ដូរឬក៏កែប្រែទេប្រហែលជាគេអត់ទាន់ចង់គ្រប់គ្រាន់គេចង់ដែរតែវានៅកម្រិត1 20 30 50មានក៏មានអត់ក៏អត់ខ្ញុំអីអញ្ចឹងឬក៏វានៅក្នុងកម្រិតមួយដែរគេនៅមានជំរឿផ្សេងទៀតដែលគេអាចធ្វើបានគេនៅមានជំរឿថាគេចង់ធ្វើក៏បានគេអត់ធ្វើក៏បានចិត្តទុកពេលគេទៅពេលវេលារបស់គេខុសពីយើងធ្វើតែម្នាក់មាន24ម៉ោងមែនប៉ុន្តែពេលវេលារបស់មនុស្សម្នាក់ដើរដូចគ្នាពេលខ្លះយើងគិតថាអូយើងមើលឃើញយើងអាចធំធាត់ដឹងក្តីនៅអាយុ25ឆ្នាំអ្នកខ្លះធំធាត់ដឹងក្តីនៅអាយុ8 10ព្រោះដោយសារទំនួលខុសត្រូវនៅក្នុងគ្រួសារគេធ្វើឲ្យគេត្រូវតែដឹងក្តីប៉ុន្តែអ្នកខ្លះទៀតនៅរងការអោបកសោបពីគ្រួសារដល់អាយុ35 40នៅអត់ទាន់ធំដឹងក្តីក៏មានដែរអញ្ចឹងទុកពេលឲ្យគេទៅធ្វើតែយើងស្រឡាញ់យើងខ្វល់ពីគេប៉ុណ្ណាក៏ដោយ